ទាំងអស់គ្នាដឹងអត់ថាឥឡូវនេះ ABA គេបានចេញកាត Limited Edition របស់ Wanda ហើយខ្ញុំជឿជាក់ថាទាំងអស់គ្នាប្រហែលជាបានដឹងព័ត៌មានហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញដល់ទាំងអស់គ្នាអំពីរបៀបនៅក្នុងការស្នើកាត Limited Edition ដែលមានរូប Wanda ហ្នឹងតែម្ដងអញ្ចឹងជាដំបូងយើងចូលមកក្នុង ABA Mobile App របស់យើងមកបន្ទាប់មកយើងចូលទៅកន្លែងកាតយើងចុចទៅលើពាក្យសញ្ញាបូកនិងរូបកាតនៅខាងក្រោមនេះមកអញ្ចឹងទាំងអស់គ្នានឹងឃើញនៅខាងលើនេះគឺមានដាក់ Special Edition Debit Card មាន Wanda ហើយនឹងមាន Mobile Legend អញ្ចឹងយើងចុចទៅលើកន្លែងរូបរបស់ Wanda ហ្នឹងមកហើយយើងចុចទៅលើ Continue កន្លែងនេះទាំងអស់គ្នាអាចធ្វើការ select ថាតើគណនីមួយណាដែលយើងចង់ link ជាមួយនឹង card limited edition របស់ Wanda ហ្នឹងណាអញ្ចឹងខ្ញុំធ្វើការ select យកគណនីមួយហ្នឹងហើយបន្ទាប់មកគេសួរយើងថាតើវិធីសាស្ត្រឬក៏មធ្យោបាយនៅក្នុងការទទួលការហ្នឹងតើធ្វើបែបណាដែរអញ្ចឹងយើងអាចដាក់ថា pick up នៅ brand បើសិនជានៅភ្នំពេញដូចជាមាន delivery to me មានន័យថាគេអាចដឹកឲ្យយើងដល់ទីតាំងណាក៏ប៉ុន្តែសម្រាប់អ្នកខេត្តគឺយើងអាចយកទទួលការនៅសាខាឬក៏ pick up នៅ brand អញ្ចឹងយើងយកមកខាងលើនេះមកហើយបន្ទាប់មកទៀតយើងធ្វើការជ្រើសរើស brand នៅក្បែរយើងអញ្ចឹងខ្ញុំមាន brand មួយនៅទីនេះខ្ញុំចុចលើ brand ហ្នឹងមកហើយខ្ញុំចុចទៅលើពាក្យ confirm location បន្ទាប់ពីបែបហ្នឹងហើយខ្ញុំចុចមកលើខាងក្រោមនេះមកហើយយើងចុចពី order now បន្ទាប់មកចុចធ្វើការ confirm នៅត្រង់ចំណុចនេះយើងគ្រាន់តែវាយបញ្ចូលនៅ pin code របស់យើង4ខ្ទង់ទៅអញ្ចឹងការស្នើការហ្នឹងគឺបានជោគជ័យហើយយើងត្រូវការរងចាំចន្លោះពី5ទៅ7ថ្ងៃដើម្បីទៅទទួលការនៅសាខាដែលយើងបានដាក់ឬក៏យើងបានជ្រើសរើសមិញអញ្ចឹងនៅក្នុងការស្នើ Visa Card ដែលមានរូប Wanda គឺមានតែប៉ុណ្្នឹងទេ